បន្ទាប់វានឹងដុសដើម្បីកុំឲ្យអ្នកដទៃដឹងពីភាពបុរសម្នាក់នេះបានយកក្រចកដែលកាត់រួចបាច់វាចូលទៅក្នុងស្រះបង្កងរបស់នឹកស្មានមិនដល់ថាកូនបង្កងនៅក្នុងស្រះទាំងអស់បានដុះលូតលាស់ខ្លាយជាពេលនោះហើយដែលយុវជនម្សៅក្រចករបស់ខ្លួនអាចជួយឲ្យប៉ុន្តែគាត់មិនហ៊ានប្រាប់រឿងនេះទុយទៅវិញជារៀងរាល់ថ្ងៃនៅពេលគាត់បានលួចប្រើសមត្ថភាពនេះដើម្បីឲ្យក្នុងមួយឆ្នាំគាត់រកចំណូលបានសុទ្ធប៉ុន្តែប្រាក់ចំណេញដ៏ច្រើនបែបនេះបានធ្វើឲ្យពួកនៅពេលដែលយុវជនរូបនេះហ៊ាននឹងប្រមូលផលពួកដោយបញ្ចុះតម្លៃពី24មកត្រឹម12ក្នុងមួយចិនភ្លេចថៅកែចៅធ្វើបែបនេះមិនខុសពីឲ្យខ្ញុំធ្វើការឲ្យគុំនិយាយស្ដីមិនពីរោះបែបឯងគ្រាន់តែជាយុវជនម្នាក់ដែលគ្មានខ្សែរយៈគ្មានច្រកចេញបង្កងចិញ្ចឹមបានហើយត្រូវតែមានអ្នកដើរតាមខ្ញុំយ៉ាងហោចណាស់បើមិនព្រមចុះស្អែកនេះខ្ញុំនឹងមិនឲ្យបង្កងរបស់ឯងពេលស្រង់ចេញពីស្រះឲ្យតែសីតុណ្ហភាពឡើងខ្ពស់ដល់ពេលនោះកុំថាឡើយ12សំបីតែគាត់និយាយរឿងពិតបង្កងរੂខ្លាចបំផុតគឺពន្យាពេលមួយថ្ងៃហានិភ័យគាត់កញ្ញាត្រូវថាខ្ញុំបានដាក់ទុនតែមានតែបង្ខំចិត្តអត់ធំប៉ុន្តែគាត់កញ្ញាខ្វះឬខ្ញុំធ្លាប់ធ្វើការនៅរោងចក្រវារីវប្បកម្មខ្នាតវាមិនមែនធ្វើការខ្ញុំធ្លាប់ឃើញអ្នកចិញ្ចឹមច្រើនណាស់ដែលត្រូវបានឈប់ក៏ធ្លាប់ឃើញអ្នកខ្លះមិនសុខចិត្តហើយចុងក្រោយផ្ដាច់ចង្វាក់ដឹកចុងក្រោយក៏វិនាសអន្តរៈដូច្នេះហើយថ្ងៃដំបូងដែលត្រឡប់មកពួកការចិញ្ចឹមអាចចាប់ផ្ដើមពី0ប៉ុន្តែផ្លូវលក់ចេញដាច់ខាតមិនត្រូវផ្ញើវាកាលពីកន្លះខែខ្ញុំបានយកសំណាក់ទៅត្រួតពិនិត្យនៅក៏បានជួបនឹងអ្នកគ្រប់គ្រងគឺបងប្រុសវាងអ្នកគ្រប់គ្រងផ្នែកគាត់បានពិនិត្យបង្កងនឹងទិនហើយក៏បានទុកកាតសម្រាប់ខ្ញុំមិនប្រញាប់យល់ព្រមប៉ុន្តែកាតនោះខ្ញុំបានទុកវាយ៉ាងល្អក្នុងរបាយការណ៍ត្រួតពិនិត្យក៏បានព្រីនខ្ញុំថែមទាំងបានតាក់ទងក្រុមហ៊ុនដឹកជញ្ជូន Classic បានបង់ប្រាក់កក់ទុកមុនព្រមទាំងបានកក់ឡានដឹកទំនិញ Classic ឥឡូវនេះផែនការបម្រុងនេះពិតជាបានខ្ញុំប្រាប់ចៅជីនហ្វូថាមុនពេលភ្លឺខ្ញុំនឹងផ្ដល់រួចក៏បិទទូរស័ព្ទខ្ញុំបានរកឃើញនាមបានរួចទេទូរស័ព្ទរត់យ៉ាងយូរទើបមានអ្នកបងវាងស្រឡាំងកាំងតាឯងចរចាជាមួយមួយក្នុងស្រុកមិនត្រូវគ្នាមែនទេតម្លៃត្រូវគេកាត់ពាក់កណ្ដាលបងវាងហាក់ដូចជាទីដឹងទើបមិននិយាយបន្ទាប់មកគាត់ក៏និយាយយឺតថាតើបាយការត្រួតពិនិត្យរបស់ឯងនៅមានអាថ្មីបំផុតក៏មានដែរអញ្ចឹងស្អែកដឹកវាមកចុះខ្ញុំមើលទំនិញសិនបើទំនិញគ្មានបញ្ហាខ្ញុំនឹងជួយសម្របសម្ត្រឹមតែសម្ដីមួយឃ្លាខ្ញុំបានតាក់ទងទៅអ្នកបើកបរមកដល់រោងចិញ្ចឹមមុនហើយបានរកកម្មករស៊ីឈ្នួល4នាក់ទៀតពីតម្លៃថ្លៃជាងកម្មករក្នុងប៉ុន្តែពួកគេគោរពពេលវេលាហើយមិនខ្លាចចៅជីនខ្ញុំក៏ខ្លាចបងវាងប្រែប្រួលចិត្តភ្លាមប៉ុន្តែខ្ញុំដឹងច្បាស់ឲ្យតែយប់នេះខ្ញុំបន្ទើថ្ងៃមុខនឹងមិនអាចងើបមុខរួចថ្ងៃទី2មិនទាន់ទាំងភ្លឺចៅជីនហ្វូបានឲ្យក្មួយប្រុសរបស់គាត់ដាក់នរណាហ៊ានជួយលីងឈិនស្រង់បង្គាគិតពិចារណាឲ្យបានច្បាស់ទៅហើយបើអ្នកណាហ៊ានឲ្យឡានពីក្រៅចូលភូមិទៅថ្ងៃមុខគុំសង្ឃឹមថាបានរកស៊ីក្នុងរបបគ្រឿងសម្អ្នកភូមិដែលធ្លាប់សន្យាថានឹងមកបានទេមកទាំងយប់ថាមានធរៈនៅផ្ទះខ្ញុំមិនបន្ទោសពួកសុទ្ធតែជាមនុស្សធម្មតានរណាក៏ត្រូវរស់នៅដាក់មេឃទើបតែស្រាងឡានដឹកទំនិញ Class C ដែលមានបានបើកចូលតាមផ្លូវភូមិជប់យ៉ាងមានលំនឹងនៅមាត់អ្នកដែលមកមើលរឿងរ៉ាវពីចម្ងាយក៏ស្ងាត់ពួកគេមិននឹកស្មានថាខ្ញុំហ៊ានជួលឡានកម្មករក្រៅម៉ោងប៉ុន្មានអ្នកក៏មកដល់ស្រង់បង្កងចេញដាក់ត្រាំទឹកកករួចសម្រាប់ទឹកគ្រប់ជំហាននៃការបែងចែកខ្ញុំសុទ្ធតែមួយប្រុសរបស់យ៉ាវយិនហ្វឺបាននាំមនុស្សពត់ឈរនៅមាត់រោងរួចស្រែកហៅលេងឆេងហេក្នុងន័យឌឺដងបើថ្ងៃនេះឯងហ៊ានដឹកឡាននេះចេញទៅថ្ងៃមុខគុំសង្ឃឹមថាបានកូនបង្កងសំបីតែមួយបង្កងរបស់ខ្ញុំចង់លក់ឲ្យអ្នកណាក៏បាននៅផ្សារគ្រឿងសមុទ្រក្នុងក្រុងក៏មានអ្នកស្គាល់គ្នាដែលខ្ញុំធ្លាប់ជួយដាក់ឯងស្មានតែដឹកទៅដល់ទីនោះគេនឹងព្រមទៅទីនេះមានការថតវីដេអូជាប់រហូតបើឯងមកបង្កការរំខានដល់ការលើកលទ្ធផលយ៉ាងណាគិតខ្លួនទឹកមុខរបស់គេប្រែប្រួលជាប្រតិចប៉ុន្មានចុងក្រោយក៏ចាក់ចេញទៅម៉ោង10ព្រឹកបង្កងពេញមួយឡានបានរៀបចំរួចរាល់ហើយទើបតែឡើងលើទូរស័ព្ទរបស់យ៉ាវយិនហ្វឺបានលើកនេះសម្ដីរបស់គេទន់ភ្លន់ជាងមុនឆ្ងាយណាស់18យន្តក្នុងមួយបើឯងបត់ក្បាលឡានត្រឡប់មកវិញឥឡូវនេះខ្ញុំនៅតែយុវជនគុំដើរដល់ផ្លូវតលអីទៅថ្ងៃមុខឯងនៅតែត្រូវចិញ្ចឹមបង្កងនៅទីនេះដដែលហើយកែចៅមិនមែនខ្ញុំទេដែលដើរដល់ផ្លូវតលគឺលោកទេដែលកាប់តម្លៃដាច់គុំឲ្យតម្លៃហើយបែរជាមិនយកឲ្យសោះអ្នកគ្រប់គ្រងភោជនីយដ្ឋានគ្រឿងសមុទ្រធំក្នុងក្រុងសុទ្ធតែស្គាល់ខ្ញុំទាំងអស់បើថ្ងៃនេះឯងហ៊ានដឹកបង្កងទៅទីនោះខ្ញុំធានាថាគ្មានអ្នកណាហ៊ានទទួលទេចាំដល់ពេលបង្កងស្អុយនៅលើឡាពេលនោះឯងនឹងដឹងថាខ្លួនឯងមានសមត្ថភាពខ្ញុំក៏បិទទូរស័ព្ទអ្នកបើកបរក្រឡេកមើលខ្ញុំតាមកញ្ចក់មើលក្រោយថៅកែមិនខ្លាចមែនឬចុះបើខ្លាចហេតុអ្វីនៅតែខ្លាចក៏ត្រូវតែទៅដែរបង្កងល្អឬមិនល្អមិនមែនសម្រេចលើមាត់របស់ចៅជីនហ្វូតែម្នាក់បាទម៉ោង1រសៀលឡានដឹកទំនិញត្រជាក់បានមកបងវាងចុះមកពិនិត្យទំគាត់បើគេចាប់បង្កងពីរបីក្បាលមកមើលរួចមើលរបាយការណ៍ត្រួតពិនិត្យទំនិញល្អតើល្អជាងអ្វីដែលខ្ញុំទើបតែធូរចិត្តបន្តិចស្រាប់តែប្រធានផ្នែកទីផ្សាររត់មកយ៉ាងហើយអូសបងវាងទៅម្ខាងពួកគេនិយាយគ្នាមិនសូវតែខ្ញុំមិនបាច់ស្ដាប់ក៏ដឹងថាទូរស័ព្ទរបស់ចៅជីនហ្វូបានមិនយូរប៉ុន្មានបងវាងត្រឡប់មកទឹកមុខរបស់គាត់មើលទៅហាក់ដូចជាពីសុំទោសផងអំបញ្ញមិញមានគេរីកាមកថាបង្កងរបស់ប្អូនមានប្រភពមិនច្បាស់ពួកយើងជាផ្សារស្តង់ដារមិនអាចប្រថុយនឹងរឿងនេះបានទេបើសិនជាអ្នកចិញ្ចឹមបង្កឬបែបនេះប្រហែលជាភ័យស្លន់ប៉ុន្តែខ្ញុំបានទីទុកមុនបាត់ទៅហើយខ្ញុំមិនបានអង្វរហើយក៏មិនបានគ្រាន់តែសួរទៅមួយតើនៅក្នុងផ្សារមានកន្លែងត្រួតពិនិត្យភីគីទីបងវាងភាំងមួយផ្លែរួចក៏ចង្អុលទៅមាត់ច្រកចូលនៅទីនោះមានកន្លែងត្រួតពិនិត្យអញ្ចឹងពួកយើងយកគំរូនៅទីហើយត្រួតពិនិត្យនៅនឹងកន្លែងថាមានបញ្ហាក៏អត់ទុកឲ្យលទ្ធផលជាអ្នកបើត្រួតពិនិត្យទៅគ្មានបញ្ហាចាំស្មរប៉ុន្មានក្បាលសាក់រសជាតិមើលថាគុណភាពល្អមាត់មិនអាចកុហកបងវាងសម្លឹងមើលខ្ញុំពី3ក៏មកក្បាលយល់ប្រុសរយៈពេល20នាទីនោះខ្ញុំឈរនៅក្បែរកបាត់ដៃរបស់ខ្ញុំសុទ្ធមិនមែនខ្ញុំខ្លាចការត្រួតតែអ្វីដែលខ្ញុំខ្លាចគឺទោះបីជាពួកគេក៏មិនហ៊ានលទ្ធផលបានចេញមកសុទ្ធណាក៏ទាំងអស់គឺគ្រប់បងវាងមើលចប់ក៏ធូរចិត្តយ៉ាងច្បាស់ត្រឡប់ទៅផ្នែកលទ្ធគាត់បានឲ្យគេស្ងោរបង្កងពីរបីក្បាលពេលស្រង់ចេញពីឆ្នាំងភ្លាមក្លិនក្រអូបក៏បងវាងបានបកមួយក្បាលសាច់បង្កងណែនហើយស្វិតមានរសជាតិផ្អែមស្រស់មានក្លិនភក់តតែសោះប្រធានផ្នែកលទ្ធកម្មដំបងឡើយជ្រួចបន្ទាប់ពីបាត់ទឹកមុខក៏ប្រែប្រួលភ្លាមគឺបង្កងរបស់អ្នកពិតជាល្អខ្ញុំបានយកអបាយការណ៍ពិនិត្យទីនិងសៀវភៅបញ្ជីចិញ្ចឹមរយៈពេល3ខែខ្ញុំមិនមែនជាអ្នកចិញ្ចឹមខ្នាតតូចដែលប្រមូលទំនិញមកបង្កងរាល់ឡូតសុទ្ធតែមានរបាយការណ៍ពិនិត្យការគ្រប់គ្រងរាល់ថ្ងៃគឺអាចត្រួតពិនិត្យឡើងវិញបានប្រសិនបើឡូតណាមួយមានគុណភាពមិនគ្រប់ស្តអ្នកអាចបដិសេធមិនទទួលយកបានការខាតបង់ខ្ញុំជាអ្នកទឹកបង្កងដែលយ៉ាវយិនធ្លាប់ផ្គត់ផ្គង់ពីមុនទើបតែមានបញ្ហាគុណភាពកាលពីខែមុនទំនិញឡូតនេះរបស់អ្នកពួកយើងទៅតម្លៃទិញគឺ25មួយពោះជាងតម្លៃដែលយ៉ាវយិនឲ្យកាលពីថ្ងៃត្រង់នៅពេលដែលសម្លេងជូនដំណឹងប្រាក់ខ្ញុំបានសម្លឹងមើលទូរស័ព្ទអស់មិនមែនដោយសារតែលុយប៉ុន្តែដោយសារតែខ្ញុំដឹងថាចាប់ពីពេលនេះដៃដែលចៅជីនហ្វូក្តាប់លើកសេកនៅត្រង់របស់ពួកគេត្រូវ